ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Yellow Fairy Tarot ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកនិយាយពីMale Psycho ចង់និយាយពីចិត្តសាស្ត្ររបស់មនុស្សប្រុសអញ្ចឹងខ្ញុំគ្រាន់តែនិយាយខ្លះពាក់ព័ន្ធនឹងអារម្មណ៍ស្នេហាចិត្តសាស្ត្ររបស់មនុស្សប្រុសអញ្ចឹងវាអត់ខ្ញុំអត់និយាយគ្រប់ចំណុចទាំងអស់ហើយខ្ញុំគ្រាន់តែយកចំណុចខ្លះហើយយើងក៏សម្គាល់មើលទាំងអស់គ្នាក្នុងផ្នែកចិត្តសាស្ត្រគេនិយាយថាមនុស្សប្រុសគាត់ឆ្លាតខ្លាំងមែនទែនឆ្លាតលើសពីអ្វីដែលយើងបានឃើញឆ្លាតលើសពីអ្វីដែលយើងបានដឹងបើសិនជាមនុស្សប្រុសម្នាក់ដែលគាត់ចង់ជោគជ័យគាត់នឹងធ្វើការនឹងខ្លាំងដោយអត់មានអីអាចមកគ្រប់គ្រងនៅអ្វីដែលគាត់ចង់ធ្វើនឹងមានឆន្ទៈនោះទេអញ្ចឹងអត់មានអ្នកណាអាចគ្រប់គ្រងគាត់បានទេហើយបើសិនជាគាត់ស្រឡាញ់យើងគាត់បើគាត់ស្រឡាញ់យើងបើគាត់ស្រឡាញ់អ្នកទាំងអស់គ្នាគាត់នឹងទុកវត្តមានអ្នកសុភមង្គលរបស់អ្នកនៅក្នុងទ្រូងរបស់គាត់ហើយគ្មានអ្វីអាចទប់ចង្វាក់បេះដូងគាត់បើសិនជាគាត់តាំងចិត្តហើយអញ្ចឹងបើគាត់តាំងចិត្តថាស្រឡាញ់យើងហើយអ្នកគឺជាចំណុចពិសេសនៅក្នុងជីវិតរបស់គាត់ហើយជាធម្មជាតិរបស់បុរសគាត់ជាអ្នកប្រមាញ់ដ៏ពូកែម្នាក់បើគាត់ចង់បានអីហើយគាត់នឹងធ្វើអ្វីដែលគាត់ចង់បានហ្នឹងគាត់នឹងប្រឈមជាមួយនឹងបញ្ហាដើម្បីគាត់ទៅដល់គោលដៅដែលគាត់ចង់សម្រេចបានគឺគាត់ខ្លាំងមែនទែនហើយអ្វីដែលសំខាន់មួយទៀតគឺយើងអត់ចាំបាច់បង្រៀនពួកគាត់ថាធ្វើម៉េចដើម្បីស្រឡាញ់អ្នកទាំងអស់គ្នាទេគឺគាត់ដឹងពីរបៀបដែលស្រឡាញ់អ្នកទាំងអស់គ្នាបើសិនជាគាត់ស្រឡាញ់អ្នកទាំងអស់គ្នាគាត់នឹងដឹងពីវិធីថែរក្សាអ្នកទាំងអស់គ្នាវិធីចូលទៅក្នុងបេះដូងអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាគាត់អត់ស្រឡាញ់ទេគាត់នឹងអត់មានធ្វើវិធីអីទាំងអស់ហើយយើងគាត់ថាប្រហែលជាគាត់អត់ដឹងទេយើងត្រូវប្រាប់គាត់ចេះប្រាប់គាត់បែបនេះបែបនោះគឺអត់ចាំបាច់ទេព្រោះគាត់ឆ្លាតគាត់ដឹងនៅក្នុងថាធ្វើបែបណាដើម្បីចូលទៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាបើសិនជាគាត់ស្រឡាញ់អ្នកដូចជាពេលខ្លះទៅគាត់អាចធ្វើជាល្ងងអត់ដឹងរឿងអីដើម្បីតាក់ទាញចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាពេលខ្លះគាត់ធ្វើជាស្ងាត់ធ្វើបែបនេះបែបនោះដើម្បីបានក្បែរអ្នកទាំងអស់គ្នាហើយបើយើងសួរថាតើពួកគាត់ស្រឡាញ់អ្នកទាំងអស់គ្នាអត់យើងត្រូវតែផ្ដល់ឲ្យខ្លួនឯងនៅចម្លើយដ៏ត្រឹមត្រូវមួយដោយយើងកុំយកភាពទន់ខ្សោយឬក៏ការគិតគំនិតរបស់ខ្លួនឯងការដែលយើងចង់ដឹងថាមនុស្សបុរសម្នាក់នឹងស្រឡាញ់យើងឬអត់គឺវាមានភាពងាយស្រួលគឺអ្វីដែលយើងត្រូវមើលនោះគឺសកម្មភាពមិនមែនសម្ដីរបស់គាត់ទេអញ្ចឹងបើសិនជាមនុស្សប្រុសម្នាក់ដែលគាត់គេថាមនុស្សស្រីពេលដែលគាត់ស្រឡាញ់គឺគាត់ចាប់ផ្ដើមនិយាយច្រើនប៉ុន្តែបើមនុស្សប្រុសវិញបើគាត់ស្រឡាញ់គេឲ្យមនុស្សស្រីយើងមើលសកម្មភាពរបស់គាត់សកម្មភាពនឹងបង្ហាញពីក្តីស្រឡាញ់ព្រោះមនុស្សប្រុសអត់និយាយច្រើននឹងពាក្យស្រឡាញ់បង្ហាញក្តីស្រឡាញ់ដោយការនិយាយទេប៉ុន្តែគាត់នឹងបង្ហាញការស្រឡាញ់តាមសកម្មភាពអញ្ចឹងយើងអាចសង្កេតមើលថាពេលដែលយើងឆ្លោះគ្នាតើគាត់នឹងបង្ហាញសកម្មភាពបែបណាដើម្បីផ្សះផ្សាទំនាក់ទំនងមួយនឹងពេលខ្លះគាត់អាចធ្វើជាល្ងងហើយពេលខ្លះគាត់នឹងនិយាយពាក្យសុំទោសមកយើងដើម្បីបំភ្លេចដើម្បីគេហៅថាលើកលែងកំហុសមួយហ្នឹងដើម្បីយើងអាច make a good memory បង្កើតការចងចាំដ៏ល្អជាមួយគ្នាជួនកាលគាត់ព្យាយាមធ្វើជាល្ងងអត់ដឹងអីអញ្ចឹងទៅនិយាយម្ដងហើយម្ដងទៀតដោយសារអីគាត់ចង់មានយើងនៅក្នុងជីវិតប៉ុន្តែបើសិនជាមានបញ្ហាគាត់ leave បញ្ហាហ្នឹងចេញគាត់ចាក់ចេញពីបញ្ហាហ្នឹងដោយមិននិយាយអ្វីហើយទុកវាចោលរយៈពេលយូរហ្នឹងអ្នកទាំងអស់គ្នាអាចសម្រេចចិត្តថាគួរនៅឬក៏គួរដើរចេញវាជាជំរើសអ្នកទាំងអស់គ្នា
ហើយគេថាបរោះក៏គាត់ឆ្លាតផងដែរយើងមិនបាច់ប្រាប់គាត់ថាយើងចង់បានអីយើងស្រឡាញ់អីតាមរយៈការយើងស្រែកប្រាប់គាត់ឬក៏យើងទាមទារឲ្យគាត់យល់ពីយើងបើគាត់គាត់នឹងផ្ដល់តម្លៃឲ្យអ្នកទាំងអស់គ្នាតាមរយៈសកម្មភាពនិងគោរពអ្នកទាំងអស់គ្នាដើម្បីអីគាត់ចង់មានទំនាក់ទំនងល្អចង់ stay in relationship ជាមួយអ្នកទាំងអស់គ្នាឬក៏ចង់ចូលមកក្នុងជីវិតអ្នកទាំងអស់គ្នារយៈពេលវែងអីចឹងទៅអញ្ចឹងយើងអត់ទៀមទាអត់ប្រាប់គាត់ក៏គាត់ដឹងថាយើងចង់បានអីដែរលើកលែងតែគាត់អត់ចង់ធ្វើបែបហ្នឹងគាត់ធ្វើអត់ដឹងអត់ឮចឹងទៅហើយមួយទៀតនៅក្នុងទំនាក់ទំនងស្នេហារវាងបុរសនិងស្ត្រីបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងមួយគិតថាតើគួរធ្វើបែបណាអញ្ចឹងវាមានពីរជំរើសទី1អ្នកទាំងអស់គ្នាអាចគោរពការសម្រេចចិត្តរបស់ខ្លួនឯងឬក៏យើងហៅថា self esteem ហ្នឹងឬក៏យើងចាក់ចេញពីទំនាក់ទំនងនឹងហើយយើងផ្ដល់ឲ្យខ្លួនឯងនៅបទពិសោធន៍ល្អជាងទំនាក់ទំនងបានន័យថាយើងស្រឡាញ់ខ្លួនឯងយើងចាក់ចេញពីទំនាក់ទំនងមួយដែលថាយើងអត់ច្បាស់ថាវាទៅមុខឬក៏អត់ហើយអភិវឌ្ឍខ្លួនឯងល្អជាងនៅក្នុងទំនាក់ទំនងហ្នឹងវាជាជំរើសទី1លក្ខខណ្ឌទី1លក្ខខណ្ឌទី2អ្នកទាំងអស់គ្នាអាចបន្តនៅក្នុងទំនាក់ទំនងមួយហ្នឹងរហូតដល់វា success វាជោគជ័យឬក៏វា fail បើសិនជាអ្នកទាំងអស់គ្នាបរាជ័យអ្នកទាំងអស់គ្នានឹងដើរចេញដោយអស់ចិត្តហើយអញ្ចឹងចំណុចហ្នឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសមួយណាក៏បានដែរអត់មានចម្លើយមួយណាថាខុសឬត្រូវទេដោយសារកាលណាដែលយើងនៅក្នុងទំនាក់ទំនងមួយអត់ច្បាស់វាមានពីរមួយអាចជោគជ័យមួយអាចបរាជ័យហើយបើជំរើសទី1អ្នកទាំងអស់គ្នានឹងមានតម្លៃចំពោះខ្លួនឯងហើយវាអាចពេលដែលយើងបង្កើតតម្លៃឲ្យខ្លួនឯងស្នេហាអាចនឹងរត់មករោអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រេចរើសមួយណាក៏បានដែរជាអ្វីដែលអ្នកទាំងអស់គ្នាគិតថាវាល្អសម្រាប់ខ្លួនអ្នកទាំងអស់គ្នាអញ្ចឹងត្រឡប់មកជាបទពិសោធន៍របស់ខ្ញុំវិញខ្ញុំអត់អាចនិយាយថាការសម្រេចចិត្តមួយណាល្អការសម្រេចចិត្តមួយណាខុសមួយណាត្រូវទេប៉ុន្តែផ្ដោតទៅលើបទពិសោធន៍ដែលខ្ញុំជួបគឺការស្រឡាញ់ខ្លួនឯងអភិវឌ្ឍខ្លួនឯងធ្វើឲ្យខ្លួនឯងមានតម្លៃមានចំណេះដឹងមានកិត្តិយសមានហិរញ្ញវត្ថុថិតថេរស្ថិរភាពហិរញ្ញវត្ថុមានរូបសម្រស់មិនមែនបានន័យថាតើយើងច្រមុះស្រួយទេប៉ុន្តែគឺយើង clean ពីក្បាលដល់ចុងជើងមានក្លិនក្រអូបហ្នឹងហើយជាសម្រស់ធម្មជាតិតាក់ទាញឲ្យអ្នកដទៃស្រឡាញ់យើងជាយើងស្រឡាញ់សម្រស់របស់យើងជាយើងថែសម្រស់របស់យើងកុំឲ្យឆាប់ចាស់ស្រឡាញ់ខ្លួនឯងញ៉ាំអាហារល្អហើយពេលដែលយើងធ្វើរឿងទាំងអស់ហ្នឹងស្នេហានឹងរត់មករកយើងដោយខ្លួនឯងទាំងស្នេហាដែលយើងគិតថាទាំងទំនាក់ទំនងដែលយើងគិតថាច្បាស់ឬមិនច្បាស់ពេលដែលយើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងទំនាក់ទំនងមួយនោះវានឹងច្បាស់កាលណាដែលយើងផ្ដោតទៅលើទំនាក់ទំនងផ្ដោតទៅលើដៃគូម្ខាងទៀតផ្លេចផ្ដោតលើខ្លួនឯងអ្នកទាំងអស់គ្នាអាចនឹងបាត់បង់ខ្លួនឯងហើយក៏នឹងស្នេហានេះតាមបទពិសោធន៍ដែលខ្ញុំបានជួបអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រេចចិត្តបានថាបើនៅក្នុងទំនាក់ទំនងអត់ច្បាស់លាស់គួរធ្វើបែបណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ជួបខ្ញុំនៅវីដេអូក្រោយៗទៀតជូនពរបងប្អូនទាំងអស់គ្នាជួបរឿងល្អៗសំណាងល្អសុខភាពល្អនៅក្នុងជីវិតអរគុណជម្រាបលាបងប្អូន